លំហាត់នេះខ្ញុំដកចេញពីបាក់ឌុបឆ្នាំ2013ហើយហូបៀងលំហាត់នេះធ្លាប់ចេញបាក់ឌុប5ដងអីបើមិន5ដង6ដងអីបាទអឺវាឈប់ចេញនៅឆ្នាំ2023 24 25អញ្ចឹង3ឆ្នាំចុងក្រោយហ្នឹងឃើញលំហាត់ហ្នឹងអត់ដែលមានអីបាទអញ្ចឹងបើសិនជាយើងឃើញលំហាត់ហ្នឹងឆ្នាំ2026បាទយើងហ៊ានមើលចេះលំហាត់ហ្នឹងជាទូទៅគឺមានវេនឲ្យយើងមើលមួយលំហាត់ហ្នឹងស្រដៀងទៅនឹងលំហាត់ if ដែរយើងហ៊ានមើលដូចគ្នាអញ្ចឹងយើងមើលសកម្មភាពក្រោយវេនបើសិនជាសកម្មភាពក្រោយវេនជារូបរាងបច្ចុប្បន្នអញ្ចឹងរូបរាងវាបច្ចុប្បន្នប៉ុន្តែសកម្មភាពវាគឺអនាគតអញ្ចឹងចម្លើយជាទូទៅគឺចម្លើយអនាគតចម្លើយអនាគតនៅក្នុងនេះគឺមានតែមួយឯងគឺចម្លើយ C បាទ will be dancing អញ្ចឹងមានថាសកម្មភាពកន្លែងនេះជាសកម្មភាពដែលនឹងកំពុងតែកើតបាទសកម្មភាពបែបហ្នឹងគេហៅសកម្មភាព interrupted ដែរប៉ុន្តែគ្រាន់តែវា interrupt នៅអនាគតបាទសកម្មភាព when ជាទូទៅគឺមាន3អាចថាមាន4ក៏បានដែរជា series action មួយទៀតដែលយើងនិយាយជា past simple និង past simple ប៉ុន្តែភាគច្រើននៅក្នុងលំហាត់គឺមានតែ3ឯងបើសិនជាខាងក្រោយ when បច្ចុប្បន្នអញ្ចឹងរូបវាបច្ចុប្បន្នតែសកម្មភាពវាគឺនៅអនាគតអាហ្នឹងគឺចម្លើយជាទូទៅគឺ future ហើយបើសិនជាខាងក្រោយ when អតីតកាលចម្លើយភាគច្រើនគឺមាន2 past continuous ហើយនិង past perfect បាទអញ្ចឹងសកម្មភាពហ្នឹងគឺយើងនិយាយពីសកម្មភាព interrupt នៅអនាគតអញ្ចឹងសកម្មភាព will be dancing ហ្នឹងត្រូវបានគេ interrupt បាទដោយសកម្មភាពមួយទៀតនៅអនាគតដូចគ្នាសកម្មភាពវិញចេះឧទាហរណ៍ថាសកម្មភាពដែលយើងនិយាយថា get to the party ហ្នឹងទៅដល់ហ្នឹងនៅចំណុចមួយនេះ get to the party អញ្ចឹងសកម្មភាពដែលយើងនិយាយថាទៅដល់ហ្នឹងណាបាទជាសកម្មភាព interrupt សកម្មភាពមួយនេះបាទសកម្មភាពនេះគឺជាសកម្មភាព will be dancing បាទហ្នឹងគេហៅថាសកម្មភាព interrupted នៅអនាគតហើយបើសិនជាក្រោយ when នេះជាអតីតកាលវិញនេះឧទាហរណ៍ like នេះ got សកម្មភាពវាចេះវិញឧទាហរណ៍ការពីអតីតកាលយកមិញបាទនេះកន្លែងនេះគឺយើងអាចនិយាយថា was dancing សកម្មភាព got to the party ហ្នឹងគឺជាសកម្មភាព interrupt ដែរអានេះគឺគេកំពុងតែរាំហើយសកម្មភាព got to the party ហ្នឹងគឺវាមក interrupt នេះសកម្មភាពមួយនេះបាទហើយវាមានសកម្មភាព past perfect មួយដែរបើសិនជាករណីសកម្មភាព past perfect ហ្នឹងវាកើតចប់មុនឈប់រាំអីបើយើងទៅដល់បាទអាហ្នឹងគឺភាគច្រើនលំហាត់ when គឺចេញតែ3ឯងចេញ past continuous មួយកន្លែងនេះបាទអាហ្នឹងក្រោយ when past ហើយបើសិនជាក្រោយ when present សកម្មភាពវាគឺ future continuous ហើយមានមួយទៀតគឺ past perfect បើសិនជាករណីក្រោយ when past ដែរបាទហ្នឹងហើយចឹងលំហាត់ហ្នឹងគឺមានតែប៉ុណ្្នឹងឯងហើយបើយើងចង់សិក្សាពីសកម្មភាពចម្លើយ A នេះគឺសកម្មភាពកំពុងតែកើត dancing វាមិនមែនជាអនាគតទេបាទ has danced សកម្មភាពរបស់ present perfect វាអាចជាសកម្មភាពដែលកើតនៅអតីតកាលអត់ចប់ហើយតដល់បច្ចុប្បន្នឬក៏យើងអាចនិយាយពី present result បាទឬក៏យើងអាចនិយាយពីបទពិសោធន៍ហើយចម្លើយ D នេះតទៅសកម្មភាពនឹងកើតជាចន្ទ្រៃបាទចឹងបើសិនយើងវិភាគសកម្មភាពក៏យើងអាចរកចម្លើយឃើញដែរប៉ុន្តែបើសិនយើងអត់ច្បាស់សកម្មភាពយើងចំណាំក្រោយ when រវាងបច្ចុប្បន្នចម្លើយអនាគតក្រោយ when អតីតកាលចម្លើយមាន2បើសិនជានៅចម្លើយ A B C D ហ្នឹងមានចម្លើយមួយណាគឺយើងយកមួយហ្នឹងអាច past perfect ឬក៏ past continuous អូខេហ្នឹងហើយចឹងលំហាត់ហ្នឹងគឺមានប៉ុណ្ណឹងបាទអរគុណ